ok សួស្តីបងប្អូនទាំងអស់គ្នាបាទមួយរយៈនេះគឺថាមានបងគាត់ធ្វើការឆាតផងខមមិនផងសួរច្រើនពាក់ព័ន្ធជាមួយនឹងលេខកូដ CPHL សេរីថ្មីឆ្នាំ2026ដែលបានធ្វើការបន្ថែមពាក់ព័ន្ធជាមួយនឹង option ជូនទៅកាន់បងប្អូនទាំងអស់គ្នាក៏ដូចជាគ្រឿងបន្ថែមលេងផ្សេងទៀតអញ្ចឹងណាអញ្ចឹងក៏សួរថាតើចំណុចខ្លះទៅលើលេខកូដ CPHL នេះមានកន្លែងណាខ្លះដែលបន្ថែមខុសពីជំនាន់ទី1អញ្ចឹងឥឡូវនេះខ្ញុំទៅបញ្ជាក់ជូនបងប្អូននៅក្នុងវីដេអូនេះខ្លីៗទេដោយសារតែបើសិនជាធ្វើយូរពេកបងប្អូនក៏អត់មានពេលមើលដែរអញ្ចឹងយើងចូលទៅក្នុងចំណុចសំខាន់តែម្ដងអូខេបងប្អូនឥឡូវយើងក៏លេចមកមើលផ្នែកខាងមុខបន្តិចសិនណាផ្នែកខាងមុខគឺយើងមានការពារមានសញ្ញោមានភ្លើងបំភ្លឺផ្លូវជាប្រភេទភ្លើងគុជរហូតដល់2គ្រាប់ជាប្រភេទកញ្ចក់សុទ្ធដែលយើងបំពាក់ទៅលើឡានលេខកូដ CPHL មានបន្ថែមជូនជាមួយនឹងផ្លិតទឹកអានេះខ្ញុំនិយាយខ្លីៗជូនបងប្អូនណាបាទហើយយើងបានធ្វើការផ្លាស់ប្ដូរបាទពីឈ្នន់ប្រាំងនៅផ្នែកខាងក្រោមនេះដែលយើងជន់អឹបឲ្យជាប់គេថាផាកវាហ្នឹងយើងបដូរពីកន្លែងហ្នឹងចេញកុំឲ្យបងប្អូនគាត់ពិបាកក្នុងការជន់ប្រាំងគឺយើងមកធ្វើការទាញប្រាំងដៃនៅពេលបងប្អូនបាទនៅពេលដែលបងឈប់ពេលចុះចំណោតឡើងទួលអីចឹងទៅវាអត់រេចុះក្រោមឬក៏ល្អិលចុះក្រោមអញ្ចឹងណាបាទបន្ថែមពីនឹងទៅទៀតបងប្អូនបាទតោះឥឡូវយើងពាក់ព័ន្ធជាមួយនឹងអេក្រង់វិញម្ដងអេក្រង់កន្លងមកគឺយើងមានតែបង្ហាញព័ត៌មានដូចជាល្បឿនថាមពលអគុយឬក៏គីឡូទ្រីបសញ្ញោឆ្វេងស្ដាំអីចឹងទេហើយនឹងមាន speaker Bluetooth អត់ទាន់មានបន្ថែមជាមួយនឹងអេក្រង់បាទកាមេរ៉ាចាក្រោយនេះទេបងប្អូនណាអញ្ចឹងអានេះនៅពេលដែលបងប្អូនធ្វើការយ៉ាងក្រោយគឺវានឹងលោតកាមេរ៉ាឲ្យបងប្អូនឃើញហ្មងឃើញទេបងច្បាស់ណាបាទលោតកាមេរ៉ាឃើញច្បាស់ហ្មងបាទឥឡូវយើងក៏លេខទៅមើលបន្ថែមទៀតបងប្អូនណានេះខ្លីៗបងប្អូនណាខ្លីៗលឿនដើម្បីកុំឲ្យបងប្អូនមើលទៅធុញទ្រាន់បាទគឺយើងបន្ថែមជាមួយនឹងប្រកាន់ដៃទាំង4ណាទាំង4នេះបងប្អូនបាទ4គ្រាប់នេះបងប្អូនខាងមុខ2ខាងក្រោយ2អញ្ចឹង4ឲ្យបងប្អូនមើលចេះមកមិនឃើញ4បាទនេះបងប្អូនឃើញទេគឺ4គ្រាប់បងប្អូនណាបាទ4គ្រាប់ហើយបន្ថែមជូនជាមួយនឹងកម្រា VIP នេះបន្ថែមទៀតបងប្អូនណាថែមជូនជាមួយនឹងកម្រា VIP ជំនាន់មុនអត់មានកម្រា VIP ទេបងប្អូនជាមួយខ្ញុំឲ្យបងប្អូនមើលឡើងនេះជំនាន់មុនគឺយើងដាក់ដែកចេះបងប្អូនណាដែកមកសន្លឹកមកកាត់បណ្ដោយអញ្ចឹងបងតែឥឡូវយើងបន្ថែមកម្រា VIP ឲ្យកាន់តែផ្ដល់ភាពស្រស់ស្អាតជូនទៅកាន់បងប្អូនរបស់គ្នាបន្ថែមទៀតនេះបងប្អូនកន្លែងកាមេរ៉ាណាកាមេរ៉ាយ៉ាក្រោយមុនហ្នឹងហើយកម្លាំងម៉ូទ័ររហូតដល់2000វ៉ាត់បងប្អូនណាកម្លាំងម៉ូទ័ររហូតដល់2000វ៉ាត់ហើយយើងបន្ថែមជាមួយនឹងមិនបន្ថែមទេគេថាគេហៅថាមិនទេបងប្អូនអាហ្នឹងគេថាគេហៅថាកែលម្អបាទរកតែពាក្យកែលម្អចង់ចេញបាទបងប្អូនណាកែលម្អជើងខាងក្រោមនៅប្រព័ន្ធផ្នែកសាក់ស៊ីខាងក្រោយបូមបងប្អូនណាបាទនេះបងប្អូនមើលជើងក្រោមគេថាកែជើងក្រោមឲ្យកាន់តែប្រសើរជើងមុនជាមួយនឹងការទល់លំនឹងក៏ដូចជាទ្រទម្ងន់ហើយយើងមានប្រាំងគៀបបាទបងប្អូនណាប្រាំងគៀបនេះបងប្អូនប្រាំងគៀបឬក៏ប្រាំងឌីសយើងហ្នឹងបាទគឺជួយកាត់បន្ថយទៅលើការចាប់ប្រាំងបន្ថយល្បឿនបានយ៉ាងល្អជួយទៅកាន់បងប្អូនរបស់គ្នាចុះបងប្អូនមើលទៅរូបរាងផ្នែកខាងក្រោយឲ្យបងប្អូនមើលផ្នែកខាងក្រោយអង្គុយគ្នាបាន2នាក់ណាខ្ញុំអត់និយាយគ្នា3នាក់តែបងប្អូនមានល្អិតល្មមអង្គុយគ្នា3នាក់បានអញ្ចឹងសម្រាប់ឡានលេខកូដ CPHL នេះស៊េរីឆ្នាំ2026ដែលមានការ design រូបរាងក៏ដូចជាធ្វើការ upgrade ទៅលើចំណុចខ្លះជួយទៅកាន់បងប្អូនរបស់គ្នាក៏ដូចជាបន្ថែមនៅមុខងារក៏ដូចជា option ផ្សេងបងស្រឡាញ់ចាប់អារម្មណ៍ចង់បានអាចធ្វើការតំណងឆាតចូល page គឺ page KS ក៏គេស្នេហ៍ក៏ដូចជា page resort ដែលបងប្អូនតែងតែធ្វើការ comment សួរក៏ដូចជាធ្វើការឆាតសួរនៅក្នុង page នឹងឯងបងប្អូនមានចម្ងល់ឆាតសួរមកអត់មានបញ្ហាទេក្រុមការងារនឹងធ្វើការឆ្លើយតបជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយពាក់ព័ន្ធជាមួយនឹងបងប្អូនដែលគាត់មានពេលតនេចង់អញ្ជើញមកដល់ទីតាំងហាងផ្ទាល់សម្រាប់ទីតាំងបងប្អូនអាចមើលបានណាសម្រាប់ទីតាំងគឺងាយស្រួលរកខ្លាំងមែនតើទីតាំងគឺនៅលើផ្លូវហាណូយជិតស្តុបវត្តសំរោងតែអរគុណ